បងអូនជាចង់ឲ្យខ្ញុំវាជក់មាត់ឥឡូវខ្ញុំនិយាយរឿងមូលហេតុនៃសង្គ្រាមមូលហេតុនៃសង្គ្រាមនៃសង្គ្រាមបងប្អូនមានដឹងទេបងប្អូនរាជរដ្ឋាភិបាលយើងបោកលុយពីប្រជាពលរដ្ឋច្រើនណាស់តាមស្កេមអនឡាញនេះអញ្ចឹងហើយមានន័យថារាជរដ្ឋាភិបាលគេរីនណាបងប្អូនរាជរដ្ឋាភិបាលគេនេះរីនអ្នកឯងយកលុយអញត្រូវតែយកដីអ្នកឯងមកវិញដល់បានហ្នឹងអ្នកឯងបោកលុយពីប្រជាពលរដ្ឋអញច្រើនណាស់ស្កេមអនឡាញបងប្អូនមើលទៅទីក្រុងពុយប៉ែតគឺសុទ្ធតែជនជាតិថៃជនជាតិចិនបោកប្រជាពលរដ្ឋថៃខ្ញុំប្រាប់មួយថ្ងៃមិនតិច100ឡានទេខ្ញុំប្រាប់ហើយជាពិសេសផ្ញើទៅម៉ាងស៊ីណេតផងខេត្តពិសេសនោះទៅមើលកាស៊ីណូនៅកាស៊ីណូដែលខ្ញុំផ្សាយហ្នឹងនៅភូមិ4សង្កាត់4ហ្នឹងដូចធ្លាប់កខោនហ្នឹងឥឡូវចេញចូលវិញទៀតហើយបងប្អូនហើយទាំងខឹមស្អីហើយប្រក្រាបហើយទាំងខឹមស្អីគេហើយទាំងខឹមអីអញសួរឯងហើយអញចំណោមពួរទៅរាជរដ្ឋាភិបាលថៃឲ្យមានចំណាត់ការលើពួកអក្រិតជនអនឡាញផងហើយខ្ញុំចំណោមពួរកុំធ្វើបាបប្រជាពលរដ្ឋដែលរស់នៅប្រទេសថៃនេះប្រជាពលរដ្ឋខ្មែរខ្ញុំរស់នៅប្រទេសថៃនេះខ្ញុំចំណោមពួរពួកគាត់នឹងហើយសិតតែអ្នករងគ្រោះទេសង្គ្រាមនេះមិនមែនជាសង្គ្រាមនេះនៅថៃគេរៀនសូត្របងប្អូនថៃគេរៀនសូត្រគេមិនឡើងមកងឹតងុលអីយើងទេបងប្អូនឯងមិនច្បាស់ហ្មងហ្នឹងអ្នកដឹកនាំយើងច្បាស់ស្អីយកផែនទីមួយលើ200,000មកបកគោស៊ីឡាក់1 2 3 4 5 6នៅឯណាយើងអល់មើលយើងអល់ឲ្យច្បាស់មើលមានអាណាគេយកដីយើងបានមានអាណាគេហេតុទៅយកដីយើងមកពីយើងដឹកនាំនឹងវាអន់មិនថៃគេខ្លាំងទេគេឆ្លៀនពៀនយើងមិនគេខ្លាំងទេបងប្អូនណាមិនគេខ្លាំងទេហើយបងប្អូនមួយចំនួនមិនបាច់ថាថៃទិញក្បាលខ្ញុំមិនបានទេខ្ញុំឥឡូវនឹងប្រឈមធ្ងន់ណាបងប្អូននៅគណៈបកប្រជាជនគេថាខ្ញុំនឹងគណៈបកប្រឆាំងទិញគណៈបកប្រឆាំងគេថាខ្ញុំនឹងគិញហ៊ុនសែនបងប្អូនគិតមើលខ្ញុំរឹងមាំណាស់ខ្ញុំមិនតន់ជ្រាយទេបងប្អូនខ្ញុំប្រាប់មូលហេតុសង្គ្រាមគឺស្កេមអនឡាញហ្នឹងហើយបោកពីប្រជាពលរដ្ឋថៃច្រើនណាស់ក្នុងមួយថ្ងៃមិនមែនតិចឡានបាតទេខ្ញុំប្រាប់អញ្ចឹងហើយគេវាយយកដីគុំខឹងគេហើយបងប្អូនណាអ្នកដែលស្នេហាជាតិហ្នឹងហើយអ្នកដែលកាន់អាវុធហ្នឹងហើយអ្នកឯងទៅការពារជាតិខ្ញុំដឹងហើយថាអ្នកឯងស្នេហាជាតិប៉ុន្តែអ្នកឯងបានគិតទេអ្នកឯងគិតមើលមានសង្គ្រាមផ្ទុះអាវុធគេមិនអោយអ្នកឯងបាញ់ពេលអ្នកឯងបាញ់គេថាអ្នកឯងបាញ់មិនចេះគិតអ្នកឯងស្នើមកមេបញ្ជាការមេបញ្ជាគេថាប្រទេសមានសន្តិភាពហើយឯងយកគ្រាប់ទៅធ្វើស្អីបងប្អូនគិតប៉ុណ្្នឹងមើលគ្រាប់6គ្រាប់8ឥឡូវសល់តែកំភ្លើងទេខ្ញុំប្រាប់ដូចបេអីម្នាក់3ដើមមកលៀនដ្ឋាន3ដើមហើយបាញ់ឈ្នះអាណាខ្ញុំសួរបាញ់ឈ្នះអាណាគ្រាប់បែកដៃ2គ្រាប់ចាំមកគិតចាប់មកដល់ចិត្តចាំបាញ់ហើយមកដល់គិតមិនងាប់អស់សំភារវុធគេទំនើបជាងាប់ហ្នឹងបងប្អូនខ្ញុំប្រាប់ថាចង់បានដីឡើងណាយល់ឲ្យយើងទៅហើយខ្ញុំចង់ឲ្យទាហានយើងនេះងាកក្រោយទៅប៉ូលីសទាហានយើងនេះងាកក្រោយទៅផែនការនេះបងប្អូនផែនការគេឲ្យខ្មែរយើងសេរីមុនណាសេរីដែលថាសេរីហ៊ុនសំពេចសេរីប៉ុលពតនេះអ្នកដែលស្នេហាជាតិគឺគេខ្ចីដៃគេប្រើឲ្យសម្រាប់ខ្មែរយើងហ្មងពេលគេដាក់អាទាហានឈុតក្រោយនេះគឺយូនសុតឬក៏យូនកូនកាត់អ្នកដែលរៀននៅយូនហ្មងយុទ្ធសាស្ត្រនេះគេខ្លាំងណាស់បងប្អូនខ្លាំងណាស់កូនទាហានស្នើគ្រាប់ខ្ញុំប្រាប់ 2-3 ថ្ងៃមិនទាន់បានផងហើយរាល់ថ្ងៃនេះទាហានស៊ីមទាហានថៃគេរឹបអូសបាន BM យើងច្រើនណាស់កំភ្លើងយើងបានច្រើនណាស់បងប្អូនទ័ពយើងបាក់ច្បាស់ច្រើនណាស់ខ្ញុំប្រាប់សូម្បីតែទឹកហូបមិនគ្រប់ផងកូនទាហានស្នើមកមេឲ្យយកដ្រូនទៅដាក់ទឹកឲ្យហូបមេបញ្ជាការថាឯងនឹងទ័ពទាហានអាមេរិកមែនឯងទ័ពទាហានចិនមែនទាហានយើងសម័យមុននោះហេវទឹករកទឹកខ្លួនឯងបងប្អូនចុះមកក្រោកថៃគេដាក់ថ្នាំពុលបងប្អូនតាមជ័យដែនដឹងគេបាញ់ថ្នាំពុលទឹកយកទៅមកលេនដ្ឋានបាន 4-5 នាក់ទឹក 4-5 ដបហ្នឹងផឹកគ្រប់អីហើយអាសាចុះឡើងហើយបងប្អូនអាសាចុះឡើងនេះហើយដែលគេយកបងប្អូនទៅសម្លាប់ដោយស្របច្បាប់ខ្ញុំប្រាប់មូលហេតុនៃសង្គ្រាមគេយកបងប្អូនទៅសម្លាប់ដោយស្របច្បាប់អ្នកដែលស្នេហាជាតិខ្ញុំប្រាប់បងប្អូនគិតគេយកលុយទៅទិញនាឡិកាគេ
bong ôn mơ thế cướp khoang bốc khoang rồi à lâu nữa ngay bay chợ bón nữa trong dê trăng bong mà liên để than á mà nè bỏ AK miên tầm rồi cướp ấy trong dê trăng B miên mình nè bay cướp bay đai miên mình nè pi cướp ấy trong prep hay tôi băng thế này nè số bè tực phật mình cướp thằng nưng tôi băng thế này nè làm su đặt nuông đi ha thì ao dương tôi slap rồi slap cho bắp mòn trong prep bong ôn hay bong ôn bãi thang nhomมึง lục bang เลย bong ôn đầm layในการ put นะ bong ôn មើល តាម បណ្ដាញ សង្គម មក đầm lay ในការ put ណា บอก ខ្ញុំ ចេះ ចង់ បាន លុយ ខ្ញុំ មិន ស្នេហា ជាតិ ពិត ប្រាកដ ណា ខ្ញុំ ពាវ នាវ ខ្ញុំ ខ្ចី បងប្អូន តែ ម្នាក់ 1 ដុល្លារ អ្នក តាម ដាន ខ្ញុំ រាប់ លាន អ្នក រាប់ លាន ដុល្លារ បងប្អូន ត្រូវ ចាំ ប៉ុន្តែ ខ្ញុំ មិន ធ្វើ អំពើ ថោក ទាប អស់ ហ្នឹង ទេ ខ្ញុំ ធ្វើ ការ នេះ មួយ ថ្ងៃ 40000 ខ្ញុំ ហូប គ្រប់ ហើយ បង អ្នក ខ្លះ លោភ លន់ អ្នក ខ្លះ ចង់ បាន លុយ បងប្អូន អើយ ខ្ញុំ ចំណង ពោ បងប្អូន ខ្ញុំ គ្មាន ការ ងារ ធ្វើ ទេ ខ្ញុំ សូម ខ្ចី បងប្អូន ម្នាក់ 1 ដុល្លារ មក បើ បងប្អូន ចង់ ដឹង ការ ពិត នៃ សង្គម ទៀត អ្នក ខ្លះ ហ៊ាន ទិញ blue tag ឲ្យ ខ្ញុំ រាប់ ម៉ឺន នោះ អ្នក ខ្លះ ខ្ញុំ ប្រាប់ អូន អាច ទិញ blue tag អស់ ប្រហែល ម៉ឺន ចាំ បង ចេញ ឲ្យ ប៉ុន្តែ គាត់ នឹង នៅ តៃវ៉ាន់ នេះ គាត់ មិន នៅ ខ្មែរ ខ្ញុំ ប្រាប់ អ្នក ដែល ឲ្យ អំណោយ ច្រើន ណាស់ ប៉ុន្តែ អំណោយ នេះ ខ្ញុំ មិន ត្រូវ ការ ទេ បងប្អូន ខ្ញុំ មិន ត្រូវ ការ ទេ បើ បងប្អូន ឲ្យ ជា មនុស្ស ធម៌ អា ហ្នឹង ខ្ញុំ ទទួល ខ្ញុំ និយាយ ត្រង់ បើ ខ្ញុំ ចេះ ខូច ខ្ញុំ អំពាវ នាវ បន្តិច ទេ បងប្អូន ខ្ញុំ មិន តិច លាន ដុល្លារ ខ្ញុំ យក ទៅ ធ្វើ អ្នក មាន បាន នោះ មិន បាច់ អ្នក ខ្លះ ថា ខ្ញុំ លក់ ក្បាល ឲ្យ នេះ អ្នក នេះ ថា ខ្ញុំ នឹង គិញ របស់ អ្នក នេះ ទេ យើង រួបរวม គ្នា យើង ទុក ចិត្ត គ្នា យើង ទុក ចិត្ត គ្នា យើង សង្គ្រោះ ជាតិ យើង ហើយ ខ្ញុំ ប្រាប់ ថា បង មួយ ចំនួន អ្នក ដែល ឆាត មក មួយ ចំនួន ណា គេ ថា លុយ ក៏ ឯង មិន យក ផ្ទះ ឯង ក៏ មិន យក ឡាន ក៏ ឯង មិន យក តំណែង ក៏ ឯង មិន យក ឯង ចង់ បាន អី ពិត ប្រាកដ ខ្ញុំ ឆ្លើយ ប្រាប់ លោក ឯង ថា ខ្ញុំ ចង់ បាន សេរី ភាព ជូន ប្រជា ពលរដ្ឋ ខ្ញុំ ពិត ប្រាកដ ខ្ញុំ ចង់ បាន យុត្តិធម៌ ជូន ប្រជា ពលរដ្ឋ ខ្ញុំ ពិត ប្រាកដ យុត្តិធម៌ បច្ចុប្បន្ន សេរី ភាព បច្ចុប្បន្ន គឺជា សេរី ភាព យុត្តិធម៌ មិន គ្រប់ ទឹក ទេ បងប្អូន មិន គ្រប់ ទឹក ទេ ខ្ញុំ ប្រាប់ តែ ហ៊ាន ជួមុខ តែ ហ៊ាន ប៉លីស ជួមុខ គេ អន់ ចិត្ត ជាមួយ ថ្នាក់ លើ ណា បងប្អូន រត់ ងាក ក្រោយ ទៅ ងាក ក្រោយ ទៅ ក្រោក ងាក ក្រោយ ទៅ បើ បងប្អូន នៅ គឺ ស្លាប់ ផែនការ គេ វាយ ទៀត ទេ បងប្អូន ព្រោះ អី មួយ ថ្ងៃ រាជរដ្ឋាភិបាល យើង បច្ចុប្បន្ន បោក លុយ ពី ប្រជា ពលរដ្ឋ ថៃ ច្រើន ណាស់ ខ្ញុំ ប្រាប់ នៅ កាស៊ីណូ ខ្ញុំ និយាយ តែ កាស៊ីណូ 2 ឥឡូវ កាស៊ីណូ អូ នេះ ហើយ នឹង កាស៊ីណូ ក្រោន នេះ នៅ ក្រុង ប៉ោយប៉ែត កាស៊ីណូ វីនីស នៅ ក្រុង បរសេនុ កាស៊ីណូ នៅ លើ ភ្នំស្វា រាប់ម៉ឺន នាក់ ដែល បោក ប្រជា ពលរដ្ឋ ថៃ ខ្ញុំ ប្រាប់ ហើយ បងប្អូន គិត មើល ដូច អា កាស៊ីណូ នៅ ភូមិ 4 សង្កាត់ 4 នៅ ឆ្នេរ អូឈើទាល ឥឡូវ ចូល វិញ បដៅ ទៀត ហើយ ដូច ធ្លុក លខោន ហ្នឹង បងប្អូន ពួក អស់ នេះ សំដែង បាន ល្អ ណាស់ ហើយ រឿង សង្គ្រាម នេះ បងប្អូន មិន ខឹង គេ ទេ មក ពី រាជរដ្ឋាភិបាល យើង បោក លុយ ប្រជា ពលរដ្ឋ គេ ច្រើន ណាស់ អញ្ចឹង ហើយ បាន មាន គេ យក ដី ជា ថ្នូរ វិញ បងប្អូន គេ ឡើង នេះ គេ មក រី ណា បងប្អូន គេ មិន ឡើង ល្ងប់ ល្ងល់ ឲ្យ យើង ទេ ហើយ ចុង វីដេអូ បងប្អូន ឈប់ ចោល ខ្ញុំ ថា ខ្ញុំ នឹង លក់ ក្បាល បងប្អូន ខាង នោះ ឈប់ ចោល ថា ខ្ញុំ នឹង គិញ យើង រួបរวม គ្នា ជួយ ប្រទេស ជាតិ យើង យើង រួបរวม គ្នា យើង ជួយ ប្រទេស ជាតិ យើង ខ្ញុំ ចង់ បាន សេរី ភាព ចង់ បាន ភាព អយុត្តិធម៌ ជូន ប្រជា ពលរដ្ឋ ពិត ប្រាកដ ខ្ញុំ សុំ តែ ប៉ុណ្ណឹង ឯង បងប្អូន ខ្ញុំ សុំ តែ ប៉ុណ្ណឹង ឯង ខ្ញុំ សុំ តែ ប៉ុណ្ណឹង ឯង មិន បាច់ ថា ខ្ញុំ លក់ ក្បាល ទេ បើ ខ្ញុំ ចេះ អំពាវ នាវ បងប្អូន អើយ ខ្ញុំ គ្មាន ការ ងារ ធ្វើ ទេ ខ្ញុំ សុំ ខ្ចី បងប្អូន ម្នាក់ 1 ដុល្លារ សិន មក ចាំ ខ្ញុំ មាន ការ ងារ ធ្វើ ចាំ ខ្ញុំ សង បងប្អូន វិញ មិន តិច លាន ដុល្លារ ទេ បងប្អូន មិន តិច លាន ដុល្លារ ទេ មិន ខ្ញុំ មក ធ្វើ ការ មួយ ថ្ងៃ 40000 ក្តៅ ចង់ ងាប់ ទេ បងប្អូន ត្រូវ ចាំ ខ្ញុំ ស្នេហា ជាតិ ពិត ប្រាកដ ខ្ញុំ មិន ចេញ មក រិះគន់ ខ្ញុំ មិន ចេញ មក ធ្វើ នយោបាយ ដើម្បី ផល ប្រយោជន៍ ផ្ទាល់ ខ្លួន ប៉ុណ្ណឹង ខ្ញុំ ទេ ដើម្បី ជាតិ យើង ជាតិ នេះ មួយ គឺជា ជាតិ រួម បងប្អូន ជាតិ រួម មិន មែន ជាតិ ដូច បច្ចុប្បន្ន ទេ ជាតិ នេះ ជាតិ ពួក វា យក ទៅ ក្តោប ក្តាប់ ហើយ ក្រោក ឡើង បងប្អូន ក្រោក ឡើង សេរី ភាព គ្មាន អ្នក ណា ដាក់ ជើង ពៀន ឲ្យ យើង ទេ បងប្អូន សូម អរគុណ បងប្អូន